សូមស្វាគមន៍ការចូលមកកាន់ការបង្រៀនកម្មវិធីនិពន្ធជាភាសាខ្មែរតាមរយៈវីដេអូនៅក្នុងមេរៀននេះអ្នកនឹងបានសិក្សាអំពីរបៀបកែសម្រួលទិន្នន័យនិងរបៀបលុបទិន្នន័យអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំសូមធ្វើការណែនាំអ្នកទាំងអស់គ្នាដូចតទៅអញ្ចឹងតាក់ទងទៅនឹងចំណុចទី1គឺយើងសិក្សាអំពីរបៀបកែសម្រួលទិន្នន័យអញ្ចឹងដើម្បីធ្វើការកែសម្រួលទិន្នន័យបានទី1លោកអ្នកត្រូវធ្វើការជ្រើសរើសក្រឡាដែលយើងចង់កែសម្រួលឧទាហរណ៍ថានៅក្នុងមេរៀននេះខ្ញុំចង់ធ្វើការកែប្រែទិន្នន័យត្រង់គណិតវិទ្យាខ្ញុំធ្វើការផ្លាស់ប្ដូរវាទៅរូបវិទ្យាវិញអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរយើងយកម៉ៅរបស់យើងមកចុចនៅត្រង់ក្រឡាដែលយើងចង់ធ្វើការកែសម្រួលឧទាហរណ៍ថាខ្ញុំចង់ធ្វើការកែសម្រួលត្រង់ក្រឡាគណិតវិទ្យាទៅជារូបវិទ្យាវិញអញ្ចឹងខ្ញុំគ្រាន់តែជ្រើសក្រឡាគណិតវិទ្យាបន្ទាប់មកយើងចុចកណ្ដុរទ្វេដងនៅលើក្រឡាដែលយើងបានធ្វើការជ្រើសរើសបានអញ្ចឹងយើងអាចធ្វើការកែប្រែវាបានហើយឧទាហរណ៍ថាត្រង់នេះគឺជាក្រឡាដែលមានអត្ថបទជាមានអក្សរជាគណិតវិទ្យាអញ្ចឹងខ្ញុំចង់ធ្វើការផ្លាស់ប្ដូរវាទៅជារូបវិទ្យាវិញខ្ញុំគ្រាន់តែលុបវាមកហើយខ្ញុំសរសេរបាទខ្ញុំបាទអញ្ចឹងខ្ញុំអាចធ្វើការកែសម្រួលក្រឡានេះបានហើយអញ្ចឹងតើទៅនឹងការកែសម្រួលក្រឡាគឺមានរបៀបមួយទៀតមានន័យថាឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើការផ្លាស់ប្ដូរវាទៅជាគណិតវិទ្យាវិញលោកអ្នកគ្រាន់តែជ្រើសក្រឡាដែលយើងចង់ធ្វើការកែសម្រួលបន្ទាប់មកយើងមិនបាច់ធ្វើការคลิกកណ្ដុរទ្វេដងនៅលើក្រឡាដែលយើងបានស្លេចទេយើងគ្រាន់តែស្រឡេចលើវាហើយយើងមកមើលត្រង់ក្រឡារូបមន្តមានន័យថាយើងជ្រើសក្រឡាមួយណាគឺត្រង់ក្រឡារូបមន្តវានឹងបង្ហាញតួអក្សរនៅត្រង់នោះដែរអញ្ចឹងយើងអាចធ្វើការកែប្រែនៅត្រង់របារូបមន្តនេះក៏បានដែរយើងមិនបាច់អញ្ចឹងខ្ញុំចង់ធ្វើការកែប្រែវាទៅជាគណិតវិទ្យាវិញខ្ញុំគ្រាន់តែជ្រើសក្រឡារូបវិទ្យាបន្ទាប់មកខ្ញុំចុចត្រង់ក្រឡារូបមន្តនេះយើងអាចធ្វើការកែប្រែវាបានដោយយើងសរសេរនៅត្រង់នេះឧទាហរណ៍ថាខ្ញុំកែមកគណិតវិទ្យាវិញបានអញ្ចឹងសូមក្រឡេកមកមើលក្រឡាត្រង់នេះគឺវាបានធ្វើការផ្លាស់ប្ដូរទៅជាគណិតវិទ្យាវិញអញ្ចឹងតេតឹងទៅនឹងការកែសម្រួលក្រឡាគឺត្រូវបានបញ្ចប់បន្ទាប់មកខ្ញុំសូមចូលចំណុចមួយទៀតគឺតេតឹងទៅនឹងការលុបទិន្នន័យអញ្ចឹងដើម្បីធ្វើការលុបទិន្នន័យបានទី1គឺយើងត្រូវធ្វើការជ្រើសរើសក្រឡាដែលយើងចង់លុបឧទាហរណ៍ថាខ្ញុំចង់លុបក្រឡាដែលមានត្រង់ឈ្មោះថាសែន6លៃអ្នកទាំងអស់គ្នាគ្រាន់តែជ្រើសក្រឡាសែន6លៃនឹងមកតែមានឈ្មោះសែន6លៃនឹងមកហើយយើងចុចនៅលើ keyboard របស់យើងគឺ key មួយដែលមានឈ្មោះថា key delete បន្ទាប់មកវានឹងធ្វើការបង្ហាញនៅ form មួយដែលមានទម្រង់ដូចដែលបានបង្ហាញនេះដែលមានឈ្មោះថាលុបមេតិកាអញ្ចឹងសូមក្រឡេកមកមើលត្រង់នេះទាំងនេះគឺជាជំរើសនៃការលុបសូមអ្នកទាំងអស់គ្នាមើលនៅក្នុងការណែនាំនៅត្រង់នេះអញ្ចឹងនេះគឺប្រសិនបើអ្នកទាំងអស់គ្នាក្រឡេកមកមើលត្រង់នេះគឺមានជំរើសច្រើននៅក្នុងការលុបទិន្នន័យបើសិនបើអ្នកទាំងអស់គ្នាធីកលើចំណុចណាមួយនោះមានន័យថាអ្នកទាំងអស់គ្នាបានធ្វើការកំណត់ជ្រើសរើសនៅ
ជំរឿសនេះហើយអញ្ចឹងខ្ញុំមិនបាច់ធ្វើការកែប្រែទេខ្ញុំគ្រាន់តែចុចនៅលើប៊ូតុងយល់ព្រមពេលនោះទិន្នន័យដែលនៅក្នុងក្រឡាដែលមានឈ្មោះថាសែនហុកលេខនេះត្រូវបានលុបអញ្ចឹងខ្ញុំចុចប៊ូតុងយល់ព្រមមកបានជាងកលេបអំមើក្រឡាដែលមានឈ្មោះដូចដែលបានបង្ហាញមិញនេះគឺបានលុបអញ្ចឹងមានន័យថាយើងចង់លុបក្រឡាណាគឺយើងត្រូវជ្រើសក្រឡានោះបន្ទាប់មកយើងចុចនៅ key delete ហើយយើងចុចនៅលើប៊ូតុងយល់ព្រមវិធីមួយទៀតគឺយើងជ្រើសក្រឡាដូចគ្នាបន្ទាប់មកយើងម៉ៅស្ដាំនៅលើក្រឡាយើងជ្រើសហើយយើងជ្រើសយកពាក្យថាលុបបន្ទាប់មកយើងចុចលើប៊ូតុងយល់ព្រមពេលនោះទិន្នន័យនឹងត្រូវបានលុបដូចគ្នាអញ្ចឹងតេតឹងទៅនឹងការកែសម្រួលទិន្នន័យនិងការលុបទិន្នន័យត្រូវបានបញ្ចប់សូមអរគុណ